មនុស្សជាច្រើនគឺបានគិតថាភាពឆ្លាតនឹងគឺជារឿងដែលកើតមកមានស្រាប់ប៉ុន្តែការពិតទៅគឺមនុស្សអស្ចារ្យភាគច្រើនមិនបានកើតមកខុសពីអ្នកទេអ្វីដែលធ្វើឲ្យពួកគេខុសគ្នានោះគឺរបៀបដែលពួកគេហ្វឹកហាត់ខួរក្បាលរបស់ខ្លួនជារៀងរាល់ថ្ងៃថ្ងៃនេះខ្ញុំរីករាយដែលបានជួបអ្នកទាំងអស់គ្នាហើយក៏សួស្តីដែរអ្នកទាំងអស់គ្នាបានចូលមកស្ដាប់នៅ Channel Grow Yourself with me ដែលយើងចែករំលែកអំពីគំនិតជីវិតនិងមេរៀនដែលអភិវឌ្ឍខ្លួនឯងនឹងដើម្បីជួយឲ្យអ្នកទាំងអស់គ្នាក្លាយទៅជាមនុស្សម្នាក់ដែលកាន់តែល្អប្រសើរជាងមុនសម្រាប់ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលវាអាចផ្លាស់ប្ដូរនៅរបៀបដែលអ្នកមើលឃើញទៅលើខ្លួនឯងមិនមែនមើលទៅលើអ្នកដទៃនោះទេដែលប្រធានបទនេះមានចំណងជើងថាមនុស្សអស្ចារ្យមិនមែនកើតមកឆ្លាតនោះទេប៉ុន្តែពួកគេហ្វឹកហាត់ IQ របស់គេតាមរបៀបនេះមេរៀនសំខាន់បំផុតនៃប្រធានបទមួយនេះគឺភាពឆ្លាតមិនមែនជារឿងដែលវាថិតថេរនោះទេឬក៏កំណត់ដោយសែនតែមួយមុខវាគឺជាជំនាញមួយដែលយើងអាចអភិវឌ្ឍបាននិងហ្វឹកហាត់វាឲ្យកាន់តែល្អបានដូចគ្នាដូច្នេះហើយកុំគិតថាមកពីអ្នកនេះកើតមកចេញពីសែនដែលមានតួសារជាអ្នកដែលឆ្លាតអ្នកដែលជោគជ័យឬក៏ពីអ្វីដែលអស្ចារ្យការពិតគឺជាមនុស្សម្នាក់ដែលដូចគ្នាហើយយើងក៏អាចអភិវឌ្ឍខ្លួនហ្វឹកហាត់ខ្លួនឯងនឹងឲ្យឆ្លាតវាងវៃដូចពួកគេដូចគ្នាមនុស្សជាច្រើនគឺបោះបង់ក្តីសម័យរបស់ខ្លួនព្រោះតែពួកគេនឹងជឿថាខ្ញុំមិនឆ្លាតគ្រប់គ្រាន់នោះទេប៉ុន្តែពួកគេមើលទៅឃើញតែមនុស្សដែលនៅជុំវិញមើលឃើញតែមនុស្សដែលទទួលបាននូវភាពជោគជ័យហើយគិតថាពួកគេកើតមកមាន IQ ខ្ពស់ជាងគេប៉ុន្តែការពិតទៅរឿងនេះវាបានបញ្ជាក់បែបនេះថាមនុស្សជាច្រើនហ្នឹងដែលយើងហៅថាឆ្លាតឬក៏អស្ចារ្យគឺពួកគេបានចំណាយពេលរាប់ឆ្នាំនៅក្នុងការហ្វឹកហាត់ខួរក្បាលក៏ដូចជារបៀបគិតរបៀបរៀននិងរបៀបដោះស្រាយនូវបញ្ហាពួកគេមិនត្រឹមតែពឹងផ្អែកទៅលើទេពកោសល្យនោះទេប៉ុន្តែពួកគេពឹងផ្អែកទៅលើការអនុវត្តជាប្រចាំខួរក្បាលរបស់មនុស្សយើងគឺដូចជាសាច់ដុំមួយចឹងបើសិនបើអ្នកមិនបានប្រើវាគឺវានឹងចុះខ្សោយហើយវានឹងធ្វើឲ្យអ្នកកាន់តែខ្លាយទៅជាមនុស្សម្នាក់ដែលបាក់ទឹកចិត្តអាចនិយាយថាជាមនុស្សម្នាក់កាន់តែខ្សោយប៉ុន្តែបើសិនបើអ្នកបានហ្វឹកហាត់វាជារៀងរាល់ថ្ងៃវានឹងធ្វើឲ្យអ្នករីកចម្រើនដោយមិនដឹងខ្លួនមនុស្សដែលមានការគិតល្អមិនមែនជាមនុស្សដែលមិនធ្លាប់ចេះច្រឡំឬក៏ភ្លេចនោះទេពួកគេគឺជាមនុស្សម្នាក់ដែលរៀនអំពីកំហុសហើយបន្តហ្វឹកហាត់ខួរក្បាលរបស់ខ្លួននឹងជានិច្ចហើយរៀននៅហ្វឹកហាត់ឲ្យទទួលស្គាល់ឲ្យខួរក្បាលរបស់ពួកគេនឹងផ្សំជាមួយនឹងរឿងដែលល្អការចេះដោះស្រាយនៅបញ្ហានៅចំពោះមុខឲ្យកាន់តែប្រសើរវិធីទី1ដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាដែលមនុស្សឆ្លាតតែងតែហ្វឹកហាត់ IQ របស់ពួកគេនោះគឺការអានមនុស្សជោគជ័យជាច្រើននឹងមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃមិនមែនតែសៀវភៅទេប៉ុន្តែអាចជាអក្សរអត្ថបទផ្សេងៗដែលសម័យឥឡូវគឺយើងអាប់ដេតរហូតដល់អានជា e-book ឬក៏ e-text ព្រោះការអាននេះវាមិនត្រឹមតែផ្ដល់នូវចំណេះដឹងនោះទេប៉ុន្តែវាក៏បានបង្រៀនខួរក្បាលនឹងឲ្យគិតបានជ្រៅជាងមុននិងយល់ពីទស្សនៈផ្សេងៗដែលអ្នកមិនធ្លាប់ជួបបើអ្នកនៅតែមួយកន្លែងគឺអ្នកនឹងមិនបានស្គាល់នៅអ្វីផ្សេងនោះទេដូច្នេះហើយបើអ្នកមិនបានអានគឺអ្នកមិនបានដឹងពីអ្វីដែលអ្នកដទៃនឹងដែលពួកគេបានចែករំលែកនៅគំនិតផ្សេងៗរបស់ពួកគេនឹងមកកាន់អ្នកទាំងអស់គ្នាដូច្នេះពេលខ្លះមិនមែនអ្នកទាំងអស់គ្នាត្រូវតែទៅអានសៀវភៅនោះទេអាចកើតឡើងចេញពីការស្ដាប់ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដែលយើងហៅថា electronic book ហ្នឹងគឺឥឡូវមានតាំងជា voice e-book ទៀតដែលខ្ញុំបានដឹងហ្នឹងគឺយើងអាចស្ដាប់តាមអ្វីដែលពួកគេបានយក convert ពីការសរសេរហ្នឹងមកជាការស្ដាប់ដែលវាជួយច្រើនឲ្យអ្នកទាំងអស់គ្នាហ្នឹងមានពេលវេលាក្នុងការធ្វើអ្វីដែលជាខ្លួនឯងហើយមានពេលស្ដាប់ទៀតដូច្នេះនៅពេលដែលអ្នកបានអានគឺអ្នកកំពុងតែហ្វឹកហាត់នៅការផ្ដោតអារម្មណ៍ការសម័យនិងការវិភាគសម្រាប់វិធីទី2នោះវិញគឺការសួរសំណួរមនុស្សដែលពួកគាត់មានបញ្ញាឬក៏ហៅថាមនុស្សឆ្លាតនោះមិនទទួលយកអ្វីៗគ្រប់យ៉ាងដោយមិនមានការគិតនោះទេគឺពួកគេចូលចិត្តសួរថាហេតុអ្វីឬក៏តើមានវិធីល្អជាងនេះទេការសួរសំណួរនេះគឺវាបានជួយឲ្យខួរក្បាលរបស់យើងនឹងបានគិតឲ្យវាស៊ីជម្រៅជាងមុននិងរកឃើញនូវដំណោះស្រាយថ្មីៗមនុស្សដែលជប់សួរសំណួរគឺជាញឹកញាប់ជប់រីកចម្រើនផងដែរពីព្រោះតែការមានចម្ងល់ការឆ្ងល់នោះគឺវាបានធ្វើឲ្យខួរក្បាលរបស់យើងនឹងមានដំណើរការក៏ដូចជាគិតឃើញថាអ្វីដែលយើងគួរមិនគួរយើងចេះប្រើវានឹងដើម្បីពិចារណានៅអ្វីដែលនៅចំពោះមុខយើងថាល្អឬក៏មិនល្អដូច្នេះហើយយើងអាចនឹងធ្វើ
ការសាកល្បងជាមួយខ្លួនឯងក៏ដូចជាយើងចេះវិភាគដោយការមានការងើយឆ្ងល់នៅអ្វីដែលយើងមិនទាន់ជឿទុកចិត្តយើងអាចវិភាគវាដោយមានការប្រៀបធៀបដូច្នេះហើយការងើយឆ្ងល់ឬក៏សំណួរនោះវាមិនមែនជារឿងអាក្រក់ឬក៏ខ្ជះខ្ជាយពេលវេលាទេប៉ុន្តែវាគឺជាការធ្វើឲ្យខ្លួនយើងនឹងហ្វឹកហាត់ខួរក្បាលឲ្យចេះម៉ត់ចត់ជាងមុនសម្រាប់វិធីទី3នោះគឺការរៀនពីកំហុសមនុស្សជាច្រើនតែងតែខ្លាចនឹងការបរាជ័យព្រោះតែពួកគេគិតថាវាបានបង្ហាញថាខ្លួនមិនឆ្លាតប៉ុន្តែមនុស្សដែលអស្ចារ្យគឺពួកគេមើលទៅលើការបរាជ័យនឹងជាផ្នែកមួយនៃការរៀនវិញរាល់កំហុសវាគឺជាព័ត៌មានហើយរាល់ការបរាជ័យនឹងគឺវាជាមេរៀនហើយមនុស្សដែលអាចរៀនពីកំហុសបានលឿននោះជាញឹកញាប់តែងតែរីកចម្រើនលឿនជាងគេពីព្រោះតែពួកគេបានស្វែងរកនៅដំណោះស្រាយក៏ដូចជាត្រៀមទទួលស្គាល់ហើយអភិវឌ្ឍកំហុសនោះកែប្រែវាទៅជារឿងដែលល្អវិញសម្រាប់វិធីទី4វិញគឺការផ្ដោតទៅលើការគិតមិនមែនជាការចងចាំនោះទេប្រព័ន្ធអប់រំជាច្រើនបង្រៀនមនុស្សឲ្យចងចាំព័ត៌មានប៉ុន្តែមនុស្សឆ្លាតដែលពិតប្រាកដនោះគឺរៀនអំពីរបៀបគិតពួកគេរៀនវិភាគប្រៀបធៀបនិងយល់ពីទំនាក់ទំនងរវាងអ្វីៗទាំងអស់ពួកគេមិនត្រឹមតែសួរថាតើអ្វីទេប៉ុន្តែពួកគេសួរថាហេតុអ្វីនិងតើអាចអនុវត្តវាបានយ៉ាងដូចម្តេចដូច្នេះហើយគឺពួកគេបានគិតមិនមែនគ្រាន់តែចាំនៅអ្វីដែលពួកគេត្រូវធ្វើដដែលទេប៉ុន្តែពួកគេតែងតែគិតនិងស្វែងរកនៅវិធីណាដែលកាន់តែធ្វើឲ្យពួកគេងាយស្រួលនៅក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបដដែលនោះដូច្នេះហើយបើវាមានដំណោះស្រាយដែលយើងធ្វើឲ្យវាកាន់តែល្អជាងមុនដោយវិធីណាមួយដែលប្រើប្រាស់ពេលវេលាតិចឬក៏កម្លាំងតិចជាងមុននោះហើយវាគឺជាការផ្ដោតទៅលើការគិតជាងការចងចាំសម្រាប់វិធីទី5វិញគឺការគ្រប់គ្រងអារម្មណ៍សម្រាប់ចំណុចមួយនេះគឺវាពិតជាសំខាន់អារម្មណ៍គឺវានឹងផ្លាស់ប្ដូរនៅបរិស្ថានជុំវិញអ្នកទាំងអស់គ្នាមនុស្សជាច្រើនមិនដឹងថា IQ និងអារម្មណ៍នឹងមានទំនាក់ទំនងគ្នាទេពេលដែលអ្នកតានតឹងខឹងឬក៏ភ័យខ្លាចខ្លាំងនោះហើយគឺខួរក្បាលរបស់អ្នកនឹងគិតអ្វីមិនច្បាស់លាស់នោះទេមនុស្សដែលអាចគ្រប់គ្រងអារម្មណ៍បានល្អជាញឹកញាប់អាចធ្វើការសម្រេចចិត្តនឹងបានល្អជាងមុនពីព្រោះតែរឿងនេះខ្ញុំអាចលើកឧទាហរណ៍ថាវាប្រៀបដូចជាกระดาษសមួយដែលអ្នកអាចសរសេរនៅចម្លើយបានជាច្រើនដូច្នេះហើយនៅពេលដែលអារម្មណ៍អ្នកបានត្រូវបានគ្រប់គ្រងបានយ៉ាងល្អនោះគឺខួរក្បាលរបស់អ្នកគឺវានឹងស្រឡះហើយក៏វាអាចនឹងប្រាប់ថាគឺខួរក្បាលនឹងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដោះស្រាយនៅបញ្ហាក៏ដូចជាការផ្ដល់នៅយោបល់សម្រាប់នៅបញ្ហាក៏ដូចជាដំណោះស្រាយឬក៏ការងារផ្សេងជា option ជាច្រើនដើម្បីឲ្យអ្នកទាំងអស់គ្នានឹងបានធ្វើវាយ៉ាងល្អដូច្នេះហើយគឺនេះហើយដែលជាមូលហេតុដែលមនុស្សជោគជ័យជាច្រើននឹងមើលទៅស្ងប់ស្ងាត់ទោះនៅក្នុងស្ថានភាពមួយណាដែលសម្ពាធក៏ដោយប៉ុន្តែគឺពួកគេមិនបានរៀថយឬក៏បានសន់និងស្មុគស្មាញនោះទេប៉ុន្តែពួកគេបានប្រើប្រាស់ពេលវេលានោះដោយភាពស្ងប់ស្ងាត់ដើម្បីត្រេះរិះគិតឡើងវិញថាបញ្ហានោះត្រូវដោះស្រាយដោយរបៀបណាឬក៏ត្រូវប្រឈមមុខដោយរបៀបម៉េចដើម្បីដោះស្រាយរឿងទាំងអស់នោះដូច្នេះហើយចំណុចនៃការគ្រប់គ្រងអារម្មណ៍នេះវាពិតជាសំខាន់ណាស់នៅពេលដែលអ្នកគ្រប់គ្រងអារម្មណ៍មិនបាននោះទេគឺមនុស្សជាច្រើនដែលតែងតែខឹងសម្បាខ្លាំងនឹងតែងតែដោះស្រាយនៅបញ្ហាដែលពួកគេគិតថាត្រូវប៉ុន្តែនៅពេលដែលអារម្មណ៍ពួកគេបានស្រស់ស្រួលវិញគឺបញ្ហាគឺវាកាន់តែស្មុគស្មាញកាន់តែច្រើនហើយអ្វីដែលពួកគេបានទទួលបន្ទាប់ពីនោះគឺបញ្ហារបស់ពួកគេនឹងគឺកោហើយកាន់តែពិបាកជាងមុនដូច្នេះហើយទាំង5នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះមួយមេរៀនដែលជាស្អីជាងគេដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នានោះគឺមនុស្សដែលឆ្លាតពិតប្រាកដនោះមិនគិតថាខ្លួនឯងដឹងគ្រប់យ៉ាងនោះទេពួកគេមានចិត្តបើកចំហនិងតែងតែរៀនជានិច្ចពួកគេមិនឲ្យអាត្មាធ្វើឲ្យខ្លួនឯងនឹងឈប់រីកចម្រើននោះទេពេលដែលអ្នកគិតថាខ្លួនឯងដឹងគ្រប់យ៉ាងគឺអ្នកនឹងចាប់ផ្ដើមឈប់រៀនប៉ុន្តែនៅពេលដែលអ្នកនៅតែចង់ដឹងនិងចង់យល់គឺអ្នកនឹងបន្តរីកចម្រើនជានិច្ចដូច្នេះហើយពេលរៀនមួយនេះគឺជាអ្វីដែលខ្ញុំចង់បង្រួមនៅវិធីទាំង5ហើយសម្ដែងវាទៅជាឃ្លាមួយដែលឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់ដូច្នេះហើយគឺមនុស្សជាច្រើនប្រៀបធៀបខ្លួនឯងនឹងជាមួយអ្នកដទៃហើយមានអារម្មណ៍ថាខ្លួនឯងមិនឆ្លាតគ្រប់គ្រាន់នោះទេប៉ុន្តែអ្នកមិនចាំបាច់ខ្លាចទៅជាមនុស្សដែលឆ្លាតបំផុតនៅក្នុងបន្ទប់នោះទេឃ្លាមួយនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចនឹងយល់គឺអ្នកទាំងអស់គ្នានឹងគ្រាន់តែត្រូវខ្លាចទៅជាមនុស្សម្នាក់ដែលមិនឈប់រៀនព្រោះតែមានការរីកចម្រើនតិចរាល់ថ្ងៃនេះហើយដែលអាចនាំអ្នកទាំងអស់គ្នានឹងទៅកាន់កន្លែងដែលអ្នកមិនធ្លាប់គិតថាអាចទៅដល់បានមនុស្សដែលអស្ចារ្យគឺភាគច្រើនមិនចាប់ផ្ដើមដោយភាពល្អឥតខ្ចោះនោះទេពួកគេចាប់ផ្ដើមដោយការរៀន
ហើយបន្តចង់រៀននឹងការអត់ធ្មត់នៅក្នុងការអភិវឌ្ឍខ្លួនឯងពួកគេវឹកហាត់ខួរក្បាលដូចជាអ្នកហាត់ប្រាណវឹកហាត់រាងកាយអញ្ចឹងហើយពួកគេដឹងថាភាពឆ្លាតនឹងមិនមែនជាអត្តសញ្ញាណដែលថេររហូតនោះទេប៉ុន្តែវាគឺជាដំណើរមួយនៃការរីកចម្រើនជានិច្ចជាចុងក្រោយនេះសូមជម្រាបនិយាយថាខ្ញុំមិនឆ្លាតទេជំនួសមកវិញដោយសូមសួរខ្លួនឯងថាតើខ្ញុំកំពុងតែវឹកហាត់ខួរក្បាលរបស់ខ្ញុំដែរឬទេព្រោះខួរក្បាលដែលរីកចម្រើនមិនត្រូវការភាពល្អឥតខ្ចោះនោះទេគឺវាត្រូវការឲ្យអ្នកទាំងអស់គ្នានឹងទទួលនៅការរៀនជាបន្តបន្ទាប់និងការមិនបោះបង់ចោលឲ្យរៀនទទួលស្គាល់នៅកំហុសហើយចាប់ផ្ដើមទទួលយកនៅមេរៀនថ្មីៗបន្តជានិច្ចព្រោះនៅចុងក្រោយនោះមនុស្សដែលអស្ចារ្យមិនមែនកាត់មកឆ្លាតជាងអ្នកនោះទេគឺពួកគេគ្រាន់តែមិនឈប់ហ្វឹកហាត់នៅការគិតរបស់ខ្លួនដូច្នេះទាំងអស់នេះគឺជាអ្វីដែលខ្ញុំបានដកស្រង់និងសម្រាប់ចែកជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំក៏សង្ឃឹមថាវាជាមេរៀនដ៏ល្អមួយអត្ថបទនៅក្នុងដើមសប្តាហ៍នេះជាចុងក្រោយគឺខ្ញុំសូមអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាក្នុងការស្ដាប់វីដេអូមួយនេះពីដើមដល់ចប់បើសិនបើអ្នកទាំងអស់គ្នាចូលចិត្តនឹងមាតិកាបែបនេះកុំភ្លេចជួយចុច like និង subscribe មកកាន់ Channel Grow Yourself with me ដើម្បីជាការលើកទឹកចិត្តរបស់ខ្ញុំមួយដែរដែលខ្ញុំអាចនឹងទទួលបានហើយខ្ញុំឃើញវាជាការជំរុញនៅទឹកចិត្តក៏ដូចជាកម្លាំងចិត្តនៅក្នុងការស្វែងរកនៅប្រធានបទថ្មីៗប្លែកៗក៏ដូចជាគំនិតដែលជួយអ្នកទាំងអស់គ្នាហ្នឹងក៏ដូចជាជួយខ្ញុំខ្លួនឯងហ្នឹងហើយកាន់តែរីកចម្រើនដូច្នេះហើយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាម្ដងទៀតហើយខ្ញុំក៏ជឿថា Channel មួយនេះនឹងជួយអ្នកទាំងអស់គ្នាហ្នឹងឲ្យជាអភិវឌ្ឍខ្លួនឯងនិងក្លាយទៅជាមនុស្សម្នាក់ដែលកាន់តែឆ្លាតជាងមុនរៀងរាល់ថ្ងៃដូច្នេះហើយយើងនឹងជួបគ្នានៅម្ដងទៀតនៅវីដេអូក្រោយជាមួយនឹងប្រធានបទដែលល្អៗ